បសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វរំពេពស់ប្រផេះខ្ញុំជឿថាពុកម៉ែបងប្អូនមួយចំនួនក៏ធ្លាប់បានស្គាល់សត្វស្លាបមួយប្រភេទនេះជាពិសេសអ្នកទន្លេតែម្ដងហើយបងប្អូនមួយចំនួនទៀតក៏ធ្លាប់បានឮឈ្មោះតាមរយៈបទចម្រៀងនេះផងដែរហើយការចាប់ចំណីរបស់វាវិញរំពេចូលចិត្តហើររេរំពេរកមើលត្រីចាប់ធ្វើជាអាហារដោយទម្លាក់ខ្លួនចូលទៅក្នុងទឹកនិងចាប់ចំណីរួចហោះឡើងវិញយ៉ាងលឿនភាគច្រើនយើងអាចជួបប្រទះវានៅរដូវធ្វើស្រែចំណែកនៅបឹងព្រៃល្ពៅវិញវាតែងតែបង្ហាញវត្តមាននៅរដូវទឹកដំឡើងសត្វរំពេពស់ប្រផេះជាទូទៅមានកម្ពស់ពី24ទៅ28សង់ទីម៉ែត្រពេញវ័យសម្បុរពណ៌ប្រផេះស្រាលក្បាលក្រោយខ្មៅចម្ពោះខ្មៅពេលបន្តពូជក្បាលពណ៌ខ្មៅពោះពណ៌ប្រផេះជើងនិងចម្ពោះពណ៌ក្រហមទីជម្រកវាលភក់តំបន់ឆ្នេរស្រែបង្គាទន្លេព្រៃលិចទឹកបឹងនិងវាលលិចទឹកវាលស្រែជាពិសេសបឹងទន្លេសាបនារដូវប្រាំងរបាយជាប្រភេទទេសសំប្រវេសឬជាបក្សីចំណាក់ស្រុកជាប្រភេទរងគ្រោះតិចតួចនិងមួយចំនួនតូចអាចរស់នៅក្នុងប្រទេសកម្ពុជាយើងវីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា